ស្ងោម្រះចឹងសុបញាត់ជាមួយនឹងសាច់ជ្រូក3ចូលថែមជាមួយនឹងការ៉ុតតិចម៉ែម្រះយើងមានជាតិឲ្យឈ្ងុយមែនតែនហ្មងហើយបើនិយាយពីខជើងជ្រូកជាមួយនឹងតាពាំងយើងនេះវិញជាតិមិនអន់ទេខជើងជ្រូកតាពាំងក៏ជាតិចាបើនិយាយពីស្លោវិញក៏អែមថ្ងៃនេះហេបាយថ្ងៃជាលៀបនឹងបានជាមួយនឹងស្ងោម្រះហើយមួយមុខទៀតនឹងគឺខជើងជ្រូកតាពាំងនេះឯងបងណាដឹកថាថ្ងៃនឹងត្រូវធ្វើម្ហូបអីធ្វើមេនុយពីមុខនេះបានសម្រាប់បាយថ្ងៃស្ងោម្រះយើងវិញបងអូនអើយតំណងណាស់នឹងចង់សោះវាសិនភាសាក៏បានដាក់វាទាំងឆៅអញ្ចឹងក៏បានតាមចំណងចិត្តតែម្រះថ្ងៃខ្លះទិញមកល្វិញថ្ងៃខ្លះទៀតទៅទិញមកអត់សល់ល្វិញទេថ្ងៃយើងលេងលោកទៅតាមនឹងបែថ្ងៃណាមានអារម្មណ៍ថាម្រះយើងទិញមកអត់សល់ល្វិញយើងមិនសោះទឹកក្តៅក៏បានដែរមិនសំណំទេមើលទៅអូយល្វិញតែអីហ្នឹងយើងអាចសោះទឹកក្តៅចោលមកវាសិនមិនយើងយកមកញុកជាមួយនឹងសាច់ជ្រូកច្រាមការធ្វើរូបមន្តក្នុងការស្ងោម្រះតែបងមួយខុសគ្នាមែនតើបងខ្លះទៀតណាគាត់ស្ងោម្រះចឹងគាត់ញុកជាមួយនឹងមីសួរជាមួយនឹងសាច់ច្រាមចូលគ្នាតែជាលៀបអត់ចូលចិត្តមីសួរទេបងអូនមានអារម្មណ៍ថាវាអ៊ីតនៅក្នុងស៊ុបម្រះរបស់យើងញុកទៅជាមួយនឹងសាច់ជ្រូកចាវាយគ្រឿងចូលទៅដាក់ខ្ទឹមសដាក់ប៊ីយឺវាយគ្រឿងចូលមកទឹកស៊ុបយើងមកល្មមឆ្ងាញ់ណាហើយជាចុងក្រោយគេអត់ភ្លេចទេបងអូនទាំងអស់គ្នានេះបន្ថែមជាមួយនឹងការ៉ុតម៉ែវពណ៌បានសម្រស់ហើយយើងញ៉ាំបន្លែបានច្រើនទៀតបងណាខ្លះរូបមន្តស្ងោម្រះឬតែជាលៀបអាចខមមិនខាងក្រោមវីដេអូនឹងបែរមកមុខទៀតហ្នឹងគឺយើងខជើងជ្រូកដាក់ជាមួយនឹងតាពាំងណាដល់ខដាក់តែពវៀនអត់មានដាក់តាពាំងទេវគ្គនេះចង់ផ្លែយកជាមួយនឹងតាពាំងញ៉ាំទៅឆឹបអូឆ្ងាញ់ណាស់សំខាន់ដល់ឡើងតែញ៉ាក់ញ៉ាំបាយក្រោយគេអស់ពងទាអាលីងបងយើងខដាក់20គ្រាប់នេះខដាក់តែ10គ្រាប់បងណាមួយប្រភេទគាត់មិនញ៉ាំដែរអស់អាលីងអត់សល់ទេអើយអស់មានតែអ្នកគាត់ចូលចិត្តញ៉ាំស្ងោម្រះទេមិនយកអារម្មណ៍មួយនឹងឆ្ងាញ់ខ្លាំងមែនតើលៀបនេះសិតតែម្ហូប favorite ដែលចូលចិត្តខជើងជ្រូកជាមួយនឹងតាពាំងនេះក៏ចូលចិត្តស្ងោម្រះនេះរត់តែចូលចិត្តហើយញ៉ាំម្ដងស៊ុបមិនទាំងពីរមុខនឹងចូលគ្នាហ្មងបងអូនថាចេះម្រះដាក់ទាំងដុំចុងតាមពិតអត់ល្វីងណាគឺអត់ល្វីងតើយើងដាក់បាយថ្ងៃឆ្អែតថារៀងសក់ពូនបន្តិចមកលាវអត់ដែរផ្លេចទេមិនរំលងហ្មងជាមួយទឹកដោះគោគេស្រឡាញ់សុខភាពចឹងឯងមិនថាតតងន់ទេទៅយើងញ៉ាំដោះគោគឺយើងអាចញ៉ាំជាប្រចាំថ្ងៃបានដើម្បីសុខភាពល្អតែងតែញ៉ាំជាប្រចាំថ្ងៃជាមួយនឹងទឹកដោះគោសូណាជរ៉លវាសម្បូរទៅដោយប្រូតេអ៊ីនវីតាមីននិងកាល់ស្យូមជាច្រើនញ៉ាំទៅចាជួយបំពេញសុខភាពយើងឲ្យរឹងមាំជាពិសេសជួយទៅលើផ្នែកឆ្អឹងខ្លាំងមែនតែនមកញ៉ាំមួយថ្ងៃ3កែវបានព្រឹកថ្ងៃយប់អីចឹងចូលគេងដាក់មួយកែវទៅធ្វើឲ្យយើងគេងលក់ស្រួលជាតិឆ្ងាញ់បានទាំងសុខភាពល្អលីផ្ទាល់គឺញ៉ាំតាំងពីទងន់កូនបងរហូតដល់កូនប្អូននឹងអត់ទងន់នេះគឺនៅតែញ៉ាំដែរថាកូនក្មេងមនុស្សចាស់ឬអ្នកពូធំឯងគឺអាចញ៉ាំបានគ្រប់វ័យតែម្ដងពូធំញ៉ាំគឺរីកមិនខ្លាំងមែនតែនញ៉ាំទៅដល់កូនលងពេលពពោះគឺថាជួយទាំងសុខភាពម៉ាក់និងអូននៅក្នុងផ្ទៃថានៅតែឲ្យបានពេញមួយថ្ងៃគឺអត់ចេះនៅហ្មងចាទាំងម៉ែទាំងកូនទាំងឪគឺថាតកៅចាក់ជើងមកកូននេះក៏ដូចមហាសានឲ្យធ្វើអីក៏ព្រមដល់ថាបានចេញក្រៅដើរលេងទៅដើរលេងនៅណាឆ្ងាយណាចាកន្លែងដែលយើងចោះហ្នឹងគឺតែជាធំម៉ាក់គាត់ឡើងមកលេងណាគាត់មានផ្សិតប៉បផ្ញើកូននេះគាត់នឹងចិត្តផុតដើបងអូនចិត្តផុតលេងមាននេះយកស្ងោផងហើយមួយមុខទៀតហ្នឹងគឺគាត់ឆាជាមួយនឹងម្រះព្រៅថាឆាក្តៅផ្សិតប៉អញ្ចឹងឯងគាត់មកឡើងពីរសជាតិមកតែជាធំម្ដងមិនខ្វះរបស់ញ៉ាំទេបងអូនឲ្យថាបានជួបជុំគ្នាគឺយើងជួបជុំគ្នាញ៉ាំបែបហ្នឹងរាល់ថ្ងៃថាតើមានកម្មវិធីមួយខែមួយអាទិត្យជួបជុំគ្នាម្ដងគឺអត់ទេហ្នឹងគឺយើងជួបជុំគ្នា5ទៅ6ថ្ងៃហើយជួបជុំគ្រួសាររបស់យើងគឺអត់រំលងសោះរឿងញ៉ាំវាថាម្ហូបនឹង1លាន80មុខហ្មងចាធ្វើនៅផ្ទះផងទិញពីក្រៅមកផងមើលតាមវីដេអូនឹងបានមានតាំងពីពងក្រួយខ្ចៅខ្យងក្តាមតាំងពីប្រហិតមានតាំងពីស្លាបមាន់អូយនេះគ្រប់សពបែបយ៉ាងខ្យងទួយខ្យងធំអីប៉ម៉ែមកអស់ហើយគិតអាពេលថ្ងៃនឹង4 5មុខផ្សេងទៀតគិតតែពេលល្ងាចឡើងទេបងអូនតាំងពីកែបំពងចានេះស្លាបមាន់ពងអីក៏ម៉ែដែរសំខាន់ហ្នឹងគឺមានជាមួយនឹងសាច់គោអាំងជឿនបឺជាប់ខ្លាញ់មានជាមួយនឹងបកងគេនេះឆាអំបិលម្ទេសណាមានមីគោកមីអីអើយបងអូននេះផ្សិតប៉ក់មិនប៉ក់អីមកអស់ហើយអូថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេបងអរគុណច្រើន